នេះគឺជាបន្លែធម្មជាតិដែលបានដាំដោយសមណសិស្សវត្តសិម្ពលីវណ្ណារាមរកាគយមានត្រកួនស្ពៃតឿហើយបន្លែទាំងនេះបានដុះលូតលាស់បានយ៉ាងល្អថ្វីត្បិតតែដីមិនសូវល្អតែបន្លែនៅតែប្រឹងលូតលាស់មើលទៅសភាពខៀវស្រងាត់មើលស្ពៃតឿចាប់ផ្ដើមលូតហើយគុំខ្លះរៀងថ្លោះខ្លះទើបនឹងលូតការដាំនេះគឺមានប្រយោជន៍ច្រើនទី1ដើម្បីបញ្ចេញនៅពលកម្មទី2បានប្រយោជន៍សម្រាប់ទ្រទ្រង់ទៅដល់ការខ្វះខាតភាពអត្តឃាតក្នុងថ្ងៃណាមួយមានបន្លែបង្ការសម្រាប់សគួរទុកវាជាប្រយោជន៍ច្រើនណាស់ក្នុងការដាំដុះអញ្ចឹងកុំទុកដីឲ្យនៅទំនេរអត់ប្រយោជន៍មានពេលដាំដុះដំណាំផ្សេងជុំបរិវេណផ្ទះសម្បែងល្អណាស់ខ្ញុំមើលប្រទេសជឿនលឿនជប៉ុនកូរ៉េជាដើមគេមិនដែលទុកដីឲ្យនៅទំនេរទេគេតែងតែប្រឹងដាំដុះដើម្បីបានបន្លែធម្មជាតិសម្រាប់ទទួលទានបន្លែទាំងអស់នេះគឺល្អណាហើយក៏អាចចិត្តបានប្រមូលផលដែរចេះតែគួន